បាទសួស្តីមិត្តជាងជាទីស្រឡាញ់ទាំងអស់គ្នាបាទស្វាគមន៍ការមកកាន់ក្រុម edit password ឬក៏បំបែកលេខកូដទូរស័ព្ទ Android ដែលទៀតនឹងចេញប្រហែលថ្ងៃនេះបាទអញ្ចឹងខ្ញុំប្រាប់ពីរបៀបនៃការ set Windows ថ្មីហើយយើងតឡើងកម្មវិធីនឹងមកបាទដើម្បីងាយស្រួលនៅពេលដែលធ្វើទៅកុំឲ្យមានបញ្ហាណាបាទទី1គឺយើងចូលទៅបិទ antivirus សិនណាបាទយើងបែកពាក្យថា antivirus មកបាទនេះណាបាទយើងបិទ antivirus មកដំបូងគឺយើងត្រូវតែបិទ antivirus ហ្នឹងមកបាទអានេះយើងវាបើកឧទាហរណ៍នេះវាបើកទាំងអស់អញ្ចឹងមកឧទាហរណ៍យើងចូលមកកន្លែង antivirus នេះវាបើកទាំងអស់វាបើកអញ្ចឹងយើងត្រូវបិទសិនបិទវាម្ដងមួយចោលទាំងអស់មកបាទខ្ញុំប្រាប់ក្នុងមេរៀនតែដូចជាមិនមានអ្នកដែលអើពើមើលសោះបើអានេះវានៅបើកចាក្រោមគ្នាក៏យើងត្រូវចុចពលាវាឲ្យបិទសិននេះយើងបិទអានឹងមុនគេមកបាទបើវាជាប់អញ្ចឹងគេលោយើងបិទទៅអាក្រោមនោះវានៅបើកតែវាលុបឲ្យយើងដកឲ្យយើងបិទហ្នឹងហើយយើងបិទវាអស់ចេះមកបាទពេលបិទអស់ហើយយើង extract file មក file យើងគួរតែ read អីខ្លួនឯងទៅណាបាទខ្ញុំធ្វើឲ្យអស់ហើយបាទនេះខ្ញុំប្រើ 7zip តែវាចេញអក្សរចេះពិបាកមើលអញ្ចឹងខ្ញុំទៅ down WinRAR វិញបាទយើងវាយ WinRAR មកបើថា 7zip ទៅវាចេញនេះបាទdown ទៅ file កកូក្តី 7zip ក៏យើងប្រើ WinRAR ក៏យើងប្រើតែប៉ុន្តែកណ្ដោមិញអត់យល់ថាទៅពលាមិនអក្សរវាអញ្ចឹងខ្ញុំមិនបានពិនិត្យមើលសារថ្មីដែរបាទយើង down WinRAR វិញមកបាទវីដេអូនេះហឹងវែងតិចតែឲ្យងាយយល់តិចតែបាទគេលោកអត់ចេះ down ណា WinRAR ក៏យើង down អញ្ចឹងមក 7zip ក៏ down ដូចគ្នានេះបាយ 7zip មកបាទយើង install វាទៅបាទយើង install និចចេះមកយើងចេះតឡើងគ្រប់គ្នាហើយបាទយើងដានមកប៉ុណ្ណឹងទៅហើយឲ្យវាចេញអក្សរអញ្ចឹងយើង extract វាមកបាទយើងយកមក extract here ក៏បាន extract file ក៏បានតាមចិត្តយកមួយណាក៏បានដែរបាទយើង extract ប្រមាណ file 4 5 file ហ្នឹងណាអានេះខ្ញុំធ្វើឲ្យវែងតិចតែងាយយល់បាទអញ្ចឹងយើងអាចចុច2ដងក៏បានឬក៏ពាក្យថាយើងចុច mouse ស្ដាំមករកពាក្យថា run as administrator មកយើងចុច2ដងក៏បានចុចអញ្ចឹងក៏បានដែរបាទរបៀបតឡើងគឺងាយយល់ទេយើងនិចចេះមកបាទចុចចេះមកបាទ take វាមួយដើម្បីឲ្យវានៅលើ desktop នេះនិចបន្តមកយើង extract អា package នេះទៀតបាទចឹង extract file ក៏បាន extract here ក៏បានដែរ extract file គឺវាមាន folder មួយក្នុងហ្នឹងបើ extract here វាចេញតែ file សម្រាប់ឲ្យយើង install នៅក្នុងហ្នឹងទេបាទយើង extract ទាំងអស់មកនេះក៏ extract នេះ extract here ទាំងអស់មកតនេយើង extract មកវាកំពុងតឡើងអា file នេះក៏យើង extract ដែរ driver នេះសម្រាប់អ្នកតឡើងកុំព្យូទ័រថ្មីចាំបាច់ត្រូវធ្វើបាទយើងរៀនតឡើងខ្លួនយើងទៅ driver នេះគឺមានទាំងអស់ហើយយើងអាច install ក្នុងនឹងបានណាអានតឡើងតែប្រឹងទៅស្គាល់ហើយកុំព្យូទ័រតែបើវាខ្វះអីផ្សេងទៀតខ្ញុំគិតទៀតតែប៉ុណ្ណឹងវាអាចគ្រប់គ្រាន់ហើយមើលឲ្យតន់អានឹងមើលឲ្យតន់ណាបាទអា file នេះវារៀងច្រើនមិញណាមិញអា file នេះមិញវារៀងច្រើនជាមួយខ្ញុំបិទចោលសិនដោយសារខ្ញុំមិញភ្លេចគិតយើងលុបនេះចោលសិនណាខ្ញុំឲ្យស្រួលមើលឥឡូវ driver យើង extract file មកបានវានៅមក folder វាស្រួលមើលហ្នឹងហើយអានេះយើងតឡើងឲ្យចាប់មកបាទយើងតឡើងអាណាមុនក៏បានដែរអានេះកំពុង extract packet នេះអានេះកំពុងមិនតាន់ចាប់តែយើងកុំយកអាលើយើងយកក្រោមដើម្បីថាបើសិនណាយើងយកអាលើនេះ finish មក restart computer បណ្ដោយអញ្ចឹងវាយូរអញ្ចឹងយកក្រោមមកឲ្យ finish បាទនៅពេលហ្នឹងយើងចុចចេះមក mouse ស្ដាំវានេះពលាហើយបាទចុចយកពណ៌ក្រហមនេះយើង mouse ស្ដាំហើយយកពាក្យ copy ហើយយើងចូលមកក្នុងនេះមក mouse ស្ដាំរកពាក្យ property open file location ចុចមក path ចូលក្នុងហ្នឹងមក mouse ស្ដាំ path បាទងាយទេតែខ្ញុំធ្វើទៅដូចគ្មានណាយកចិត្តទុកដាក់មើលដល់ពេលឈូស Windows អញពេញហ្នឹងគាត់តែ copy file ដាក់ហ្នឹងក៏អត់ដឹង copy ណាទៅណាទេឲ្យមើលអត់មើលពិបាកប្រាប់បាក់ណែនាំតែបើទៅ KTV ក្រៅអូខេអត់ចាំបាច់ពីណាប្រាប់ផ្លូវទៅឯងមកបាទយើង copy file ចូល open file location ហើយយើង apply វាមកយើងកុំញាប់ពេក apply ចេញដូចមិញហើយអូខេរួចតាំងទី1បាទយើងធ្វើហើយណាហើយយើងនេះ install package
packet នេះយើងយូរតិចកុំចុចញាប់ពេកចុចញាប់ពេកអាចនឹងគាំងកុំព្យូទ័រអត់ដឹងថាវាយ៉ាងម៉េចទេតែធ្វើតាមវា 3G ជាង packet ហ្នឹងអត់តម្លៃ packet ហ្នឹងគឺអត់ដើរទេកម្មវិធីទាំងអស់គឺអត់ដើរទេពេលដែលយើង load file ឬក៏ទាញអីមួយមកគឺវាអត់ឲ្យអញ្ចឹងយើងចាំវាបន្តិចមកបាទយើងចុចទៅដាក់តែកុំឃើញអញ្ចឹងបាទចុចចឹងហើយយើងចុចអក្សរអញ្ញានេះមកតែចុចអាពាក្យនេះកុំចុចខាងនេះ cancel តែអត់ដឹងទេតែខ្ញុំដឹងតែរបៀបចុចដែរពួកអក្សរនេះដឹងអក្សរពួកអីពួកឥណ្ឌានៅពួកអីឥណ្ឌា comment អញ្ចឹងបើភាសាខ្ញុំស្ដាប់បានទាំងអស់តែដឹងថាម៉េចទេតែបើអក្សរចុចតាមចំណាំបាទយើងចុចតែមួយទៅមិនចុច12ចុចតែវារ៉ាន់នេះគាត់ថាវារៀងយូរអាហ្នឹងបើកពេល install រៀងគាំងខ្លះក៏រៀងលឿនដែរខ្លះក៏រៀងយូរដែរហ្នឹងហើយយើងឲ្យវា install ចប់មួយមកអា file នេះល្អ file នេះសំខាន់ជាងគេណាស់ខែ loader វាយើង copy file ចូលក្នុងនេះចាត់ click អាហ្នឹងតែ click អាហ្នឹងបើកមកចេញផ្ទាំងឲ្យយើង activation key ណាវាអត់ចេញផ្ទាំងឲ្យយើងដាក់កូដចូលអាហ្នឹងចំណាំតែអត់ copy អាហ្នឹងចូលមកក្នុងអានេះទេគឺអត់ដើរទេបាទចប់ហើយអញ្ចឹងយើងតម្លើង driver ឲ្យហើយហ្មងទៅបាទទីមួយយើងចុចអានេះមកចុច2ដងមក universal adb driver បាទអានេះសរសើរខ្ញុំធ្វើហើយអញ្ចឹងយើងចុច finish មកសរសើរខ្ញុំ install ហើយបាទហើយបន្តមកយើងយកអានេះអាលើក៏មិនអាលើក្រោមក៏មិនដែរឬក៏យើង install ទាំង3ក៏បានតែខ្ញុំ install តាមមួយនេះទេអានេះ code Apple ណាស់នេះតើតម្លើងអាហ្នឹងមិនស្គាល់មកទៅហ្នឹងយើងតម្លើងទាំង3តម្លើងទៅចាំមើលខ្ញុំតម្លើងឲ្យមើលអញ្ចឹងតម្លើងទាំង3នេះមិនធ្វើអីទេមិនគ្រីសមិនអីទេនិចយើដែរបាទអត់ពិបាកទេរឿងតម្លើងនោះតែអ្នកមិនយកចិត្តទុកដាក់ក្នុងការធ្វើអត់យកចិត្តទុកដាក់ក្នុងការធ្វើពេលធ្វើអត់កើតចាប់ផ្ដើមអន់ចិត្តតូចចិត្តគាត់ឲ្យជួយប៉ុណ្ណឹងបានតែប៉ុន្តែអាមេរៀនគេដាក់ឲ្យធ្វើតែយើងមិនមើលយើងធ្វើមិនកាត់ខ្លួនឯងមិនសួរនាំគេបែរជាអន់ចិត្តមេរៀនដាក់ឲ្យហ្នឹងតែអត់មើលអត់មានអីពិបាកផងនិយាយទៅ file មានអីឲ្យអស់ហ្នឹងគ្រាន់តែយើង copy paste ដាក់ copy paste ដាក់ចប់មកនេះចប់មួយលុបបិទចោលមកបាទយើងតម្លើងវាណា install មកនេះចេះមកអានេះដូចជាខ្ញុំធ្លាប់ install មួយសារឃើញវាមាន Android មានអីគោកក្ដីនេះយើងមាន Sony មានអីណានេះ ZTE អីនេះឃើញទេវាមាន Qualcomm មានអីច្រើនតម្លើងទៅ driver ហ្នឹងមួយទៅបានហើយនេះដូចខ្ញុំធ្លាប់តម្លើងមួយសារហើយតែអញ្ចឹងវាអត់សូវទាច្រើនទេពេលដែលវាអត់តាមតម្លើងគឺវាឲ្យយើងនេះចេះរហូតធ្វើតែមាន Apple មានអីគោកក្ដីមើលនេះនេះ driver វានេះឃើញទេ Android ទាំងអស់នេះអានេះយើងរៀនតម្លើងអាហ្នឹងណារៀនតម្លើងខ្លួនឯងទៅយើងចាំវាមិនតិចមកនេះមិនខែ Samsung ហ្នឹង Samsung phone នេះឃើញទេ Sony អីអញ្ចឹងសិតតែវាតម្លើងឲ្យយើងស្រេចអត់ពិបាកទៅរក file ឬក៏ស្អី driver ពីណាទេសម្រាប់អ្នកតម្លើងកុំព្យូទ័រថ្មីតម្លើងទៅហើយបើមាន unlock tool ហើយមានស្គាល់មួយ unlock tool ហើយអត់មានចាំបាច់ត្រូវបារម្ភថាចាំបាច់ទៅរក driver ទេវាស្គាល់មួយ unlock tool ហ្នឹង driver ដូចតែគ្នាហ្នឹងរៀងស៊ីម៉ោងបន្តិចតែល្អអានេះខ្ញុំធ្វើឲ្យ full ហ្មងតែដោយសារឃើញវាងាយពេកព្រោះខ្ញុំប្រាប់នៅក្នុងក្រុមតែมันមានអ្នកយកចិត្តទុកដាក់អញ្ចឹងខ្ញុំធ្វើជាវីដេអូនេះឲ្យវាវែងតិចតែបាទវាចាញ់អញ្ចឹងយើងយកក្រោមអានេះយើងបិទចោលទៅមិនឲ្យវាបើកអញ្ញាទេ fin នេះបាទហើយបើយើងចង់តម្លើងឲ្យលឿនទេក៏តម្លើងទៅបាទយើងតម្លើងទាំងអស់ហ្នឹងក៏បានដែរតែខ្ញុំតម្លើងតែ2នេះតែនេះហើយណានេះទៅបានដែរតែបើអ្នកទាំងចង់តម្លើងខ្ញុំតម្លើងឲ្យទៀតទៅបាទ Apple អី device នេះអញ្ចឹងយើងតម្លើងក៏ល្អដែរបាទ
តឡាំងអត់ទេវាដៅតឡាំងឯងយើងគ្រីសចាំឲ្យវាបើកវាអីអានេះទៀត install ឲ្យអស់មកបានញ៉ៃទៀតបាទហើយវាចេញអញ្ចឹងយើងយកអាក្រមឲ្យគ្រីសចោលអស់ណាបាទអានេះក៏យើង copy ដាក់ហើយអា file នេះក៏យើងតម្លើងហើយអានេះក៏តម្លើងហើយនេះក៏តម្លើងហើយការងារវាចប់អញ្ចឹងរបៀបដាក់ key បាទរបៀបដាក់ key យើងបើកពីរដងមកបាទអានេះដោយសារខ្ញុំដាក់ key ហើយដាក់ key វាលេងទាដល់អញ្ចឹងវាអត់ឲ្យឃើញអាមុនហ្នឹងបាទតម្រៀបតម្លើងវាតែប៉ុណ្្នឹងទេបន្ទាប់មកវាមានចេញ key ឲ្យយើងដាក់យើង copy ដាក់ហើយអានេះដោយសារខ្ញុំដាក់ key ហើយតែមិនសារវាចងចាំបាត់ហើយបាទវាចងចាំហើយអញ្ចឹងអត់បានឃើញកន្លែងដាក់ key ទេអញ្ចឹងតែប៉ុណ្្នឹងទេអាហ្នឹងសម្រាប់យើងធ្វើឲ្យទៀតអញ្ចឹងណាបើសិនណាជាយើងធ្វើអញ្ចឹងហើយយើងចុចបើកមកគឺវាឲ្យយើងដាក់ key នេះចុចបើកពីរដងមកកន្លែងនេះមិនចេញធំអញ្ចឹងណាគឺវាចេញកន្លែងយើងដាក់ key ដល់អញ្ចឹងយើងគ្រាន់ copy អា ID វាបាទនេះ key របស់ខ្ញុំនេះ ID ខាងលើនេះវាមាន ID មាន name មាន ID មាន name ដាក់ចូលមកគឺប្រើបានហើយខាងលើ ID ខាងកណ្ដាល name ខាងក្រោមគឺអា file ច្រើននេះខ្ញុំ copy ដាក់ឲ្យចំណាំ note ណាបាទខាងក្រោមហ្នឹង copy paste ចូលទៅគឺដែរតែប៉ុណ្្នឹងហើយបាទសារនេះខ្ញុំនេះវាទា ID ដោយសារយើងធ្វើហើយតែម្ដងទៅគឺវាទាមទារអត់តាន់សិត Windows ថ្មីទៀតតែសិត Windows ហើយបាទតែប៉ុណ្្នឹងទេកម្មវិធីសម្រាប់តឡាងសម្រាប់បិទជាងដែលតឡាងឬក៏បាត់មេរោគស៊ីអានេះបើកមកចេញ shortcut ឯតឡាងដូចគ្នាអញ្ចឹងបាទធ្វើតែប៉ុណ្្នឹងទេដើរវិញហើយអត់ពិបាកទេបាទអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះបាទ